ដល់គូរស្មីគុណខ្មែរវាផ្ដាច់ប្រវត្តិជាមួយនឹងកីឡាកររងហើយពុកម៉ែបងប្អូន7ឆ្នាំហើយអត់ដែលស្គាល់រសជាតិខ្សែក្បាត់នឹងគេទេឥឡូវនេះវាផ្ដាច់ប្រវត្តិតាមខ្សែក្បាត់ Boost Strong លក្ខណៈ form មិនធំមិនកង់ចេញមករៀមចាំមើលយកបានអរស្មីគុណខ្មែរស្វ័យគុណខ្មែរមកចូលគ្នាអាមីបានទីរបស់ប្រទេសអ៊ីរ៉ង់បានទៅបានយកបានគូនេះអាសម្បល់បោះអរគ្នាបានបានមកដល់បានក្នុងរូបថតឯកសារមួយនៅតាមវិញអត់សាក់ដោយសារតែទើបកោពីសិនវិញលើកមកតាមកោសក់នេះអត់គ្រប់របស់ដាច់គ្រាន់ទៅតាមខ្សែក្បាត់គាត់មួយទៀតស្វ័យគុណដៃដៃមើលខ្សែក្បាត់ Boost Strong ទៅខាងណាស្រោមពីរស្មីគុណខ្មែរមកផងយ៉ាងនេះមកគុណមួយនឹងគុំខាងស្ដាប់មួយមកស្ដាប់ដល់នេះមួយបាត់เลยนักស្រីខ្មែរបាត់เลยស្គាល់ឆានជាដល់អាចទៅគូបាត់ទៅមួយរកជួយអ្នកស្មីពីបានចូលអាកោអេរ៉ង់តាមមកតាមនេះបាទទេគាត់មកស្ដាប់ចូលគូសងវិញអាកូននេះស្ដាប់ដល់សុខខ្មែរកាយដល់រៀងឲ្យលេងកាយតាមស្ដាប់ចូលយ៉ាវិញចាយូរទីតាមកាត់មើលទៅដល់មានបច្ចុប្បន្នលោកបច្ចុប្បន្នស្ដាប់បានខ្មែរទូចោមួយចោទៀតមួយទៀតអរស្វញាក់មួយពីខាងជួទៅខំឆ្នាំហើយទៅបានខ្សែក្បាត់នេះស្មីគុណខ្មែរគាត់បាត់ក្លាប់អេរ៉ង់បានហើយក្រុមមួយបុជ្រាយើងរកឃើញចាក់ខ្សែក្បាត់ហើយអបអរសាទរដល់ស្មីគុណខ្មែររកខ្លាំងមួយទៅសบายចិត្តមែនតើនេះសบายចិត្តមែនតើកីឡាករអេរ៉ង់គាត់ស៊ូដែរបាទឡាប់ធ្ងន់មកអេរ៉ង់នេះតាមការលូតចាក់ទៅគុំបានគាត់ដល់នេះបាទចាប់ផ្ដើមរឿងជូនចាក់មួយជំនុំទៀតបាទវាមួយហើយក្នុងគុំនេះបាទធ្វើឲ្យកីឡាករអេរ៉ង់បាទឈឺជើងផងបាច់មាត់ផងបាទពីជើងរបស់អ្នកស្វ័យគុណខ្មែរទាត់មួយជំនុំមួយគឺចូលដល់ពីទៅម្ដងបាទរកសម័យម្ដងនេះតែរមូលទៀតហើយបាទជោគជ័យរមូលហើយបាទ7ឆ្នាំក្នុងវិស័យកីឡាបណ្ដាលគុណខ្មែរមានឱកាសជាច្រើនដល់ប៉ុន្តែមិនបានជោគជ័យបានខ្សែក្បាត់គេទេរស្មីគុណខ្មែរគាត់ធ្វើបានល្អសម្រាប់ការប្រកួតកម្មវិធី Boost Strong រស្មីគុណខ្មែរ7ឆ្នាំមកដែរមានខ្សែក្បាត់ទេឥឡូវនេះមកវគ្គផ្ដាច់ប្រវត្តិតាមខ្សែក្បាត់ Boost Strong ជាមួយនឹងកីឡាកររងលក្ខណៈ comment ទៅដល់ព្រីមទស្សនាវីដេអូតាមតាមនេះប្រកាសលទ្ធផលក្នុងការបាទសូមអរគុណម្ចាស់ខ្សែក្បាត់ Boost Strong Queen of the Ring គុណខ្មែរបានទៅលើកីឡាករបង្គកូនក្រហមរស្មីគុណខ្មែរតែម្ដងបាទលោកផងបាទស្មីគុណខ្មែរគាត់ធ្វើបានសម្រេច
បាទហើយតាមដួលហើយបាទអបចាត់តាមទឹកទី1 បាទលុតទី1អាជីពរបស់រស្មីគុណខ្មែរហៅអាប៉ុនតែ បាទ CFO បាទលោកវ៉ាចងអ្នកបន្តเป็นក្រុមថនក្រុមបាទលោកបានឧបត្ថម្ភដល់រស្មីគុណខ្មែរចំនួន1លានរៀលបាទសូមជួយបាទលោកបានសាស្ត្រាចារ្យចំណុចបាទអបអរសាទរដល់ម្ចាស់ខ្សែក្បាច់ Booster បាទបាទខ្សែក្រវ៉ាត់បាទ Booster King អត់រៀងគុណខ្មែរបាទបន្ទាប់ពីទូដៃគូប្រកួតឲ្យចុះចាញ់នៅក្នុងទឹកទី1អបអរសាទរដល់រស្មីគុណខ្មែរបាទ